ជំរាបសួរបងប្អូនជួបជាមួយនឹងខ្ញុំសាជាថ្មីម្ដងទៀតហើយថ្ងៃនេះនាងខ្ញុំនឹងបង្ហាញពីវិធីក្នុងការផ្លាស់ប្ដូររ៉ូមីណេផ្កាឈូកនៅផ្ទះដោយខ្លួនឯងបានយ៉ាងងាយស្រួលរ៉ូមីណេដែលយើងត្រូវធ្វើការផ្លាស់ប្ដូរអាចបណ្ដាលមកពីមូលហេតុដូចជាបែកបាក់អាយុកាលនៃការប្រើប្រាស់មានច្រេះឬស្នំកាន់ការផ្លាស់ប្ដូររ៉ូមីណេមិនត្រឹមតែជាសោភ័ណភាពប៉ុណ្ណោះទេប៉ុន្តែវាក៏ជាផ្នែកមួយនៃការថែទាំសុខភាពផងដែរសម្ភារៈដែលត្រូវប្រើប្រាស់រួមមានដូចជាឈុតរ៉ូមីណេផ្កាឈូកថ្មីដង្កាត់ទឹកកន្សែងនិងស្កុតទឹកដោយសម្ភារៈទាំងអស់នេះលោកអ្នកអាចស្វែងរកទិញបាននៅដេប៉ូលក់គ្រឿងសំណង់និងទីផ្សារនានាជាដំបូងយើងត្រូវធ្វើការមកបិទបាំងទឹកដែលជាប្រភពទឹកចូលរួចហើយធ្វើការមកដោះទយោផ្កាឈូកចេញពីរ៉ូមីណេផ្កាឈូកដោយប្រើដង្កាប់ទឹកជាមុនសិនដើម្បីជាភាពងាយស្រួលនៅពេលដែលយើងមកដោះរ៉ូមីណេផ្កាឈូកចេញជំហានបន្ទាប់យើងត្រូវធ្វើការមកដោះរ៉ូមីណេផ្កាឈូកចេញយកកូនកន្សែងឬក្រណាត់មកជូតសម្អាតនៅកន្លែងដំណក្រែងមានកំទេចកំទីផ្សេងជាប់ដែលអាចធ្វើឲ្យមានការលេចជ្រាបនៅពេលដែលយើងមួលបញ្ចូលរ៉ូមីណេផ្កាឈូកចូលទៅវិញបន្ទាប់មកយករ៉ូមីណេផ្កាឈូកថ្មីមករុំជាមួយស្កុតទឹកហើយចាំមួលបញ្ចូលទៅវិញបន្ទាប់ពីបានធ្វើការមួលរ៉ូមីណេផ្កាឈូកថ្មីបញ្ចូលទៅវិញរួចហើយយើងអាចយកក្បាលផ្កាឈូកនិងទយោផ្កាឈូកមួលបញ្ចូលគ្នាហើយចាំយកទៅមួលភ្ជាប់ជាមួយនឹងរ៉ូមីណេផ្កាឈូកវិញបន្ទាប់មកធ្វើការមួលបើកវ៉ាន់ទឹកឲ្យដំណើរការឡើងវិញធ្វើការឆែកមើលទៅតាមដំណដែលយើងបានមួលបញ្ចូលក្រែងលោមានលេចជ្រាបបើមិនមានការលេចជ្រាបទេមានន័យថាការផ្លាស់ប្ដូររ៉ូមីណេរបស់យើងទទួលបានជោគជ័យហើយជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានវីដេអូចែករំលែកមួយនេះសម្រាប់មតិយោបល់ផ្សេងៗពុកម៉ែបងប្អូនអាចធ្វើការខមមិននៅខាងក្រោមវីដេអូនេះបានជួបគ្នានៅវីដេអូចែករំលែកក្រោយៗទៀតបាយបាយ